នេះគឺជាកាស Bluetooth វាមានឈ្មោះថា Soundpad H3 បាទអញ្ចឹងវាជាកាសដែលមានតម្លៃក្នុងល្បាក់$100ជាងទេខ្ញុំនឹងដាក់ link នៅក្នុង description ខាងក្រោមកាស Bluetooth មួយនេះគឺជាកាសលំដាប់កំពូលមួយបាទអញ្ចឹងសម្រាប់តម្លៃ$100ជាងនេះបើសិនជាតាមបទពិសោធន៍របស់ខ្ញុំគឺពុំមាន model មកពី brand ណាអាចមកធៀបជាមួយនឹងវាបានទេគុណភាពសំឡេងរបស់វានឹងគឺជាចំណុចស្នូលរបស់វាតែម្ដងហើយទី2គឺទៅលើ noise cancellation របស់វាអញ្ចឹងពីរចំណុចហ្នឹងគឺវាធ្វើបានល្អមែនទែនតែម្ដងបុកបាសក៏ល្អហើយមាន signature sound របស់គេនិយាយទៅសំឡេងវាគឺខ្លាំងហើយបើសិនជាខ្ញុំធៀបជាមួយនឹងកាសដែលខ្ញុំប្រើជាប្រចាំពពួកក្តៅបច្ចេកអញ្ចឹងមុនយើង Sennheiser Momentum 4 របស់ខ្ញុំឃើញថាអានេះចង់លុយជាងអាកាសខ្ញុំនឹងផងដែលមានតម្លៃរហូតចិត្ត$400ជាងឯណោះកាសរបស់ខ្ញុំមួយនោះមុនយើងអញ្ចឹងអាមួយនេះគឺថាវ៉ាវបងប្អូនយើងនិយាយពីសំឡេងវាគឺថាល្អមែនទែនតែម្ដងហើយវាក្តោបចិត្តតិចយើងល្អណាស់បងប្អូនយើងចំណុចទី1របស់វានឹងគឺទៅលើ audio quality របស់វានឹងគឺ one of the best ទី2 noise cancellation technology របស់វា Oh my god កាសមួយដែលមាន noise cancellation ល្អមែនទែនតែម្ដងពេលបងប្អូនយើងស្ដាប់ទៅណាហើយបើក noise cancellation វាមាន2-3ប្រភេទទៀត noise cancellation indoor outdoor អញ្ចឹងទៅឬក៏ dynamic noise cancellation ទៅអញ្ចឹងវាធ្វើបានល្អមែនទែនតែម្ដងបងប្អូនយើងបាទអញ្ចឹងខ្ញុំឃើញថាវាជាចំណុចល្អទី2នៅលើកាសមួយនេះទៅលើបច្ចេកវិទ្យា noise cancellation របស់វាហើយ transparency mode វាហ្នឹងក៏កាន់តែល្អទៀតបងប្អូនយើង transparency mode ហ្នឹងគឺចង់និយាយថាវាស្ដាប់ចម្រៀងផងណាបងប្អូនយើងបាទស្ដាប់ចម្រៀងផងហើយឮពីខាងក្រៅផងពេលបងប្អូនយើងកំពុងតែនៅជាមួយនឹងមនុស្សដែលយើងត្រូវការនិយាយជាមួយអញ្ចឹងទៅហើយបើយើងចង់ស្ដាប់ចម្រៀងដែរអញ្ចឹងបងយើងអត់ចង់បើក noise cancellation ទេពេលនោះពីព្រោះយើងចង់ឮគាត់និយាយដែរហើយយើងខ្លួនឯងស្ដាប់ចម្រៀងផងដែរទៅអញ្ចឹងវាធ្វើបានល្អទៀតហើយបើសិនជាយើងនិយាយពាក់ព័ន្ធនឹងការលេងហ្គេមដោយប្រើប្រាស់កាសមួយនេះបាទអញ្ចឹងខ្ញុំជាអ្នកលេងហ្គេមផ្ទាល់តែម្ដងខ្ញុំប្រើកាសនេះបងប្អូនយើងបាទដូចខ្ញុំនិយាយនឹង performance នៅលើការលេងហ្គេមរបស់យើងហ្នឹងបងប្អូនយើងបើក gaming mode ទៅ latency គឺដឹងថាតិចមែនទែនតែម្ដងគឺសឹងតែមិនដឹងបងប្អូនណាលេងទៅគឺមិនស្រឡាញ់តែម្ដងហើយសំឡេងគឺល្អក្នុងត្រចៀករបស់យើងក៏ដូចជាការបាញ់ហ្គេមរបស់យើងគឺបែប real time ទៅលើការរចនាម៉ូដពីខាងក្រៅជាមួយនឹង case វាក៏ដោយបងប្អូនយើងអាចមើលបានដែលយើងអាចមើលឃើញ logo នៅខាងក្នុងនេះក៏ដូចជាអក្សរដែលគេសរសេរហ្នឹងទៅបាទអញ្ចឹងនៅខាងក្នុងទៀតគឺវាមានបែបលក្ខណៈស្បែកគ្រើមអញ្ចឹងបងប្អូនយើងអញ្ចឹងវាខុសពីកាសផ្សេងណាតែស្រាលទេបងប្អូនយើងអត់ធ្ងន់ទេទៅលើ quality នៃ case របស់វាគឺល្អបងប្អូនយើងបាទអញ្ចឹងពណ៌ខ្មៅរៀងបែបឆ្លោះបន្តិចអញ្ចឹងទៅហើយខាងក្រោមហ្នឹងគឺមាន USB Type C ដើម្បីធ្វើការសាកថ្មផងដែរបងណាហើយពីខាងក្រោយហ្នឹងគឺជាប៊ូតុងបងប្អូនយើងចុចទៅដើម្បីធ្វើការបើក Bluetooth ពេលបងប្អូនយើង connect ទៅកាន់ទូរស័ព្ទរបស់យើង tablet របស់យើងឬក៏ MacBook របស់យើងអញ្ចឹងទៅអញ្ចឹងបងប្អូនចុចវាមួយ plate ទៅវានឹង load Bluetooth នៅក្នុងទូរស័ព្ទយើង connect ទៅបានហើយណាហើយបងប្អូនយើងអាចធ្វើការគ្រប់គ្រងគេហៅថាកាសហ្នឹងតាមរយៈ app នោះមានឈ្មោះថា Pad Audio បាទអញ្ចឹងបងប្អូនយើងអាចគ្រប់គ្រងពីហ្នឹងទៅបានសេរី setting វាយ៉ាងម៉េចទៅសេរី equalizer វា custom EQ លក្ខណៈជាដើមគឺបងប្អូនយើងអាចសេរីនៅក្នុងហ្នឹងបានឥឡូវយើងមកនិយាយពាក់ព័ន្ធទៅនឹងការរចនាម៉ូដរបស់កាសផ្ទាល់ហ្នឹងតែម្ដងបាទអញ្ចឹងសម្រាប់ខ្ញុំនិយាយឲ្យស្មោះត្រង់ទៅចុះខ្ញុំមិនសូវជាចូលចិត្តរូបរាងបែបនេះទេបងប្អូនយើងបាទអញ្ចឹងមិនមែនជា style ដែលខ្ញុំចូលចិត្តទេប៉ុន្តែខ្ញុំអាចលើកលែងបានដោយសារតែសំឡេងវាល្អបងប្អូនណាការគេហៅថា looks and feel របស់យើងហ្នឹងគឺយើងមិនចូលចិត្តមែនតែបើសិនជាសំឡេងល្អអាហ្នឹងយើងអាចកាត់កងទៅបានទៅលើគុណភាពផលិតនៃកាសទាំងពីរហ្នឹងតែម្ដងគឺគុណភាពខ្ពស់ល្អបងប្អូនយើងហើយវាមានលក្ខណៈ transparency អញ្ចឹងដែលបងប្អូនយើងអាចមើលឃើញ hardware នៅខាងក្នុងនៃកាសហ្នឹងតែម្ដងហើយជើងត្រចៀកហ្នឹងគឺគេមាន free ឲ្យយើងច្រើននៅក្នុងប្រអប់បងប្អូនយើងបើសិនជាបងប្អូននៅត្រចៀករុនធំរុនតូចអញ្ចឹងទៅយើងអាចសេរីទៅតាមហ្នឹងបានណាបាទអញ្ចឹងសម្រាប់ខ្ញុំនេះគឺជារបស់ដែលខ្ញុំដែលវាត្រូវត្រចៀករបស់ខ្ញុំបាទអញ្ចឹងខ្ញុំដាក់ចូលទៅគឺចិត្តល្អមែនទែនតែម្ដងហ្នឹងហើយបាទអញ្ចឹងវាប្រើទៅណាបងប្អូនយើងឥឡូវខ្ញុំសូមនិយាយអំពី specification របស់វាខ្លះ Soundpad H3 មួយនេះមាន driver 2ដែលមានទំហំ12 mm បាទអញ្ចឹង VG audio driver សម្រាប់បញ្ចេញសំឡេងមកយើងហ្នឹងហើយវាជាមួយនឹងការ design គេហៅថា flagship sound architecture របស់ក្រុមហ៊ុន Soundpad ផងដែរវាមានបច្ចេកវិទ្យា high resolution wireless audio បាទអញ្ចឹងជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Qualcomm ដែលវា support ជាមួយនឹង audio codec LDAC ឬក៏យើងហៅជា LDAC ហើយមួយទៀតហ្នឹងគឺ aptX
ជាមួយនឹង lossless audio ផងដែរវាមានបច្ចេកវិទ្យាការពារទឹក IPX5 សម្រាប់ការពារទឹករបស់បងប្អូនពេលបងប្អូនយើងជិះកាត់ភ្លៀងកាត់អីហ្នឹងទៅបាទអញ្ចឹងវាអាចទប់ជាមួយនឹងគេហៅថាសំណើមល្មមបានទៅលើបច្ចេកវិទ្យា Bluetooth របស់វានឹងគឺ Bluetooth 5.4 ហើយទៅលើថ្មរបស់វាបាទអញ្ចឹងយើងអាចប្រើបាន7ម៉ោងក្នុង one single charge ហើយបើសិនជាយើងបូកជាមួយនឹង case របស់វាទាំងមូលនឹងតែម្ដង Soundpad គេអះអាងថាយើងអាចប្រើបាន37ម៉ោងនៅក្នុងមួយសាក់មួយពេញជាមួយនឹង case នឹងតែម្ដងបូកជាមួយនឹងកាសរបស់យើងហ្នឹងទៅណាខ្ញុំមានចំណុច complaint មួយនៅលើកាសហ្នឹងគឺថាវាអត់មាន wireless charge បាទអញ្ចឹងខ្ញុំពិតជាអត់យល់កន្លែងហ្នឹងហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងវាអត់មានsensor detect ពេលយើងដកកាសចេញពីវិទ្យុអញ្ចឹងយើងវា stop សំឡេងយើងអញ្ចឹងណាវាអត់មានអ្នកមកយើងពីចំណុចហ្នឹងបងណាបាទអញ្ចឹងទី1គឺទៅអត់មាន wireless charge ជាមួយនឹង case វាបាទហើយទី2ហ្នឹងគឺអត់មានបច្ចេកវិទ្យា auto pause អញ្ចឹងទៅហ្នឹងហើយបើអញ្ចឹងនេះគឺជាបទបង្ហាញរបស់ខ្ញុំពាក់ព័ន្ធទៅនឹងកាស Soundpad H3 ជាទូទៅខ្ញុំចង់និយាយជារួមតែម្ដងទៅបងប្អូនណាដឹងថាបងប្អូនពេញចិត្តតែម្ដងហ្នឹងហើយបើអញ្ចឹងនេះគឺជាការបង្ហាញរបស់ខ្ញុំនៅក្នុងវីដេអូនេះបើអញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ